តើហេតុផលអ្វីត្រូវមានឈើឆ្កាងតើឈើឆ្កាងមានសារៈសំខាន់អ្វីខ្ញុំអាចប្រាប់ចម្លើយអ្នកតែមួយពាក្យនោះគឺអំពើបាបនៅពេលដែលអ្នកអានកាសែតនៅពេលព្រឹកអ្នកអានករណីចាប់រំលោភលួចប្លន់រឿងអះអាភាសនិងការបំផ្លិចបំផ្លាញហើយនៅពេលដែលអ្នកអានព័ត៌មានទាំងនោះអ្នកមិនបានឃើញមានពាក្យអំពើបាបទេជីវិតគឺខ្លីណាស់ហើយការស្លាប់មានពិតប្រាកដមែនអំពើបាបគឺជាបណ្ដាសាព្រះគ្រីស្ទគឺជាការសង្គ្រោះហើយថាតើសង្គ្រោះដោយរបៀបណាគឺតាមរយៈឈើឆ្កាងនិងអង្គព្រះយេស៊ូវគ្រីស្ទទ្រង់ផ្ទាល់